បើមានឱកាសត្រូវប្រញាប់ចូលទៅទទួលបម្រើលោកគ្រូអ្នកគ្រូក្នុងកិច្ចការដ៏សមគួរ3ត្រូវស្ដាប់គ្រូនិងបប្រតិបត្តិតាមការណែនាំរបស់លោកគ្រូអ្នកគ្រូដោយការយកចិត្តទុកដាក់4តាំងចិត្តរៀនគ្រប់ចំណេះវិជ្ជាដែលគ្រូនាំមកបង្រៀន5ត្រូវបប្រតិបត្តិឲ្យមានរបៀបវិន័យតាមបទបញ្ជារបស់សាលាត្រូវទុកវិន័យដូចជាអលង្ការ6ត្រូវជួយធ្វើការងាររបស់សាលាតាមការដែលឆ្លាតឆ្លៀសរបស់ខ្លួននិងមិនត្រូវខ្ជិលជាដាច់ខាត7ត្រូវជួយរក្សាទ្រព្យសម្បត្តិរបស់សាលារៀនឲ្យបានគង់វង្ស8ត្រូវមានសេចក្តីស្រឡាញ់រាប់អានចំពោះសិស្សសាលាផងគ្នាត្រូវធ្វើជាសិស្សគំរូល្អ9មានឆន្ទៈពេញចិត្តក្នុងការសិក្សាព្រោះការសិក្សាជាការស្វែងរកចំណេះដឹងមកដាក់ខ្លួនត្រូវព្យាយាមឲ្យបានសម្រេចមិនខ្ជិលមិនគិតតែពីលេងសប្បាយត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការនិងត្រូវចេះពិចារណាក្នុងហេតុផលផ្សេងចេះសាកសួរដើម្បីឲ្យមានការចេះដឹងបានត្រឹមត្រូវនិង10ត្រូវចេះប្រយ័ត្នចំពោះចំណង់ដែលចង់ក្នុងផ្លូវអាក្រក់ផ្សេងត្រូវរៀនឲ្យចេះមានសេចក្តីអត់ធន់ដើម្បីបានជាដៃគូក្នុងការសិក្សាកូនត្រូវដឹងថាសេចក្តីអត់ធន់ជាវិជ្ជាដ៏សំខាន់និងជាឫសគល់នៃចំណេះដឹងទាំងឡាយនិងត្រូវចាំទុកថាបុគ្គលល្ងង់ខ្លៅមានខ្លួនឯងជាសត្រូវកូនមានឪពុកអ្នកទីដែលកូនត្រូវបប្រតិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូន1កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត2កូនត្រូវចេះញញឹមមានទឹកមុខស្រស់ស្រាយជាមួយនឹងមនុស្សទាំងឡាយ3កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថាអ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមើលងាយនរណាឡើយទី4កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាងដូចជាញញឹមរកសំពះអោនក្បាលបន្ទន់ខ្លួនតាមឋានៈរបស់ខ្លួននិងតាមឋានៈរបស់អ្នកដទៃ5កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយកុំនិយាយកាត់ដោយឥតរបៀបបើនិយាយត្រូវឲ្យមានប្រយោជន៍6កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះឲ្យជាប្រចាំគឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស7កូនត្រូវនិយាយដោយពាក្យសុភាពពីរោះទាំងចំពោះមុខទាំងកំបាំងមុខ8កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើមដល់មនុស្សល្អ9កូនត្រូវចេះនិយាយសរសើរក្នុងផ្នែកល្អរបស់មនុស្សណាដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិត10កូនត្រូវចេះបដិសេធនៅអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត11កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យនៅការចេះដឹងមកដល់កូនបាន12កូនត្រូវយករឿងល្អឬរឿងអ្នកធ្វើល្អមកនិយាយនៅក្នុងពេលសន្ទនា13កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូនដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ14កូនគួរតែរកពេលវាចាកការនិយាយមិនល្អឬវាចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ15កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើទៅបានដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវសន្សំសន្តានករណាឲ្យកាន់តែមមតំមុននឹងត្រូវលាចាកលោកនេះទៅទឹកចិត្តល្អបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនរបស់មនុស្សកូនមេឪពុកឲ្យសូមទូនមានកូនថាគប់ពេលនាំទៅរកខុសស្រីប្រុសចូលចាំកុំតាមចង់គប់ប្រាជ្ញ
ប្រាជ្ញនាំទៅរកត្រង់សិលល្អផូរផង់ចង់ត្រឹមត្រូវខ្សែគប់បាបប្រមិតពិតនាំខ្លួនឲ្យខុសផ្ទួនគេអាស្រូវកំណើតជាមនុស្សក្រពេកកើកូនត្រូវស្ដាប់ឪទៅឈ្មោះល្អចង់កសាងខ្លួនកុំឆ្ងាយអ្នកប្រាជ្ញកូនមេឪពុកឈ្នះខ្លួនឯងប្រសើរជាងកូនត្រូវចាំទុកជានិច្ចថាការឈ្នះដល់ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តខ្លួនឯងព្រោះហេតុនេះកូនត្រូវវឹកហាត់បង្កប់ខ្លួនឯងឲ្យបានកាលដែលកូនបង្កប់ខ្លួនឯងបានហើយកូនធ្វើអ្វីៗក៏បានសម្រេចដែរការសម្ដែងសេចក្តីគោរពដាក់ខ្លួនឲ្យលំទោនជាមេរយាទនៃមនុស្សល្អកូនកុំអួតអាងលើកតម្កើងខ្លួនជាមួយនឹងអ្នកណាឲ្យសោះព្រោះវាមិនបានឲ្យផលល្អដល់ដំណើរជីវិតរបស់កូនឡើយការលើកតម្កើងខ្លួនឯងមិនមែនជាការគោរពខ្លួនឯងនោះទេកូនមេឪពុកកូនចូលញញឹមដាក់អ្នកដតីដូចដែលកូនប្រាថ្នាឲ្យអ្នកដតីញញឹមមករកកូនអញ្ចឹងដែរបើកូនញញឹមដាក់កញ្ចក់ក៏ញញឹមដាក់កូនវិញនៅពេលដែលកូនខឹងក្រោធនឹងបុគ្គលណាកូនសាកល្បងរត់ទៅឆ្លោះមុខកូនខ្លួនឯងក្នុងកញ្ចក់មើលកូននឹងជួបយៈនៅក្នុងកញ្ចក់នោះជាពិតប្រាកដមិនខានឡើយគឺមុខអាក្រក់របស់កូននឹងឯងបើចង់ឲ្យមុខស្អាតត្រូវកុំខឹងកូនមានឪពុកការស្រឡាញ់មិនមានដាក់លក់ឡើយបើកូនចង់បានកូនត្រូវធ្វើយកដោយខ្លួនឯងពេលកូនឲ្យសេចក្តីស្រឡាញ់ទៅដល់អ្នកដទៃនឹងឲ្យសេចក្តីស្រឡាញ់ត្រឡប់មកដល់កូនវិញបើកូនចង់ឲ្យអ្នកដទៃស្រឡាញ់ពិតសូមកូនធ្វើឲ្យបានតែម្យ៉ាងក៏ល្មមគ្រប់គ្រាន់គឺធ្វើខ្លួនឲ្យគួរស្រឡាញ់អ្នកដទៃដោយមេត្តាគឺជាការប្រសើរណាស់កូនមេឪពុករាល់យប់មុននឹងកូនគេងកូនកុំភ្លេចថ្វាយបង្គំព្រះពុទ្ធធម៌ប្រសង់ហើយកូនត្រូវនឹកដល់គុណមេដាបិតាផងព្រមទាំងអ្នកមានគុណផ្សេងទៀតផងដែរបើកូនធ្វើបានដូចនេះកូននឹងបានចម្រើនសូមកូនកុំភ្លេចតាំងចិត្តមេត្តាដល់សព្វសត្វទាំងឡាយពាក្យចាស់លោកថាប្រះខ្លួនដេកទៅកុំដេកទទេកូនមេឪពុកបើកូនចង់ស្អាតត្រូវរក្សាសិលបើកូនចង់មានត្រូវឲ្យទានបើកូនចង់ឆ្លាតត្រូវចេះសួរបើកូនរៀនដើម្បីនឹងឲ្យបានដឹងអ្វីណាមួយនោះកូនត្រូវរៀនដឹងឲ្យច្បាស់លាស់ពិតប្រាកដកូនមេឪពុករៀនដឹងដើម្បីជួយខ្លួនឯងគឺដើម្បីមានខ្លួនឯងជាទីពឹងខ្លួនឯងបានប្រសើរជាងពឹងអ្នកដទៃកូនមេឪពុកសុភាសិតបានពោលទុកថាអ្នកស្រែបានស្រូវរមែងឲ្យបាយពួកព្រានទាំងឡាយរមែងឲ្យសាច់ពេទ្យជាបាលរោគជាកិច្ចចាំបាច់ឲ្យទានសម្រេចទៅលើចិត្តបុណ្យចំណែកបណ្ឌិតមានពិតក្នុងលោកបានជួបមានជោគព្រោះលោកពោលសុនកូនចង់បានអ្វីកុំឲ្យសួយសុនគិតទុកជាមុនសុំចូលទៅរកពោលសុនសន្តរកថាពោលល្អទៀតណាគឺធម្មទានឈ្នះអស់ទានទាំងពួងកូនមេឪពុកកូនចូលសម្ដែងការរីករាយដល់អ្នកដែលឈ្នះកូនគ្រប់ករណីដើម្បីដល់ថ្ងៃក្រោយតទៅនៅពេលដែលកូនឈ្នះគេវិញគេនឹងសម្ដែងការរីករាយមករកកូនផងដែរប៉ុន្តែបើគេមិនបានសម្ដែងនៅការរីករាយមករកកូនទេនោះកូនក៏គួរសម្ដែងនៅការយល់ដល់ចិត្តរបស់គេនិងអាណិតគេផងព្រោះគេបានចាញ់តាំងពីគ្រាដំបូងដែលគេបានឈ្នះកូនម្លេះគឺឈ្នះចិត្តរបស់ខ្លួនគេនឹងឯងចំណែកកូនវិញគឺឈ្នះចិត្តរបស់កូនដែលជាការឈ្នះដ៏ប្រសើរមិនមានការតស៊ូណាឲ្យក្រៃលែងជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយកូនមេឪពុកកូននៅទីកន្លែងណាក៏ដោយកូនចូលចាំទុកមិនត្រូវធ្វើខ្លួនឲ្យមានបញ្ហាត្រូវតែធ្វើខ្លួនឲ្យអស់បញ្ហាកុំរវល់ចាប់ទោសអ្នកដទៃហើយ
ត្រូវតម្កល់ខ្លួនឯងទុកឲ្យប្រពៃនោះល្អគឺជាមនុស្សដែលចេះទូនមានខ្លួនឯងកូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដទៃឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងកើតទុកនឹងខឹងមករកកូនទោះបីនៅចំពោះមុខក៏ដោយបើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលសិនសុំនិយាយកូនកុំភ្លេចគិតថាឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនគេបងប្អូនយើងនៅតែម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីកូនមានឪពុកការបាននៅបញ្ញានាំមកនៅសេចក្តីសុខកូនមិនគួរក៏បីកើតមកដើម្បីមានសេចក្តីទុក្ខលំបាកឡើយក្នុងវ័យកូននៅក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយការរៀនដឹងរឿងរ៉ាវក្នុងជីវិតក្នុងវ័យកំឡោះក្រមុំកូនត្រូវរកសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលដែលគ្រប់គ្រងផ្ទះកូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារក្នុងវ័យចាស់ជរាកូនត្រូវរកសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់រងាប់ផ្លូវចិត្តកូនមានឪពុកវិជ្ជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះពេលវេលាទំពាស៊ីនៅសពសត្វបើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបប្រតិបត្តិឲ្យត្រូវពេលដល់ពេលកូនញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រោកកូនក៏ត្រូវតែក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសំលេងដល់ពេលដែលកូនត្រូវធ្វើអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រាកដកូនមានឪពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺឪពុកម្ដាយតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាតាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃកូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធឲ្យសោះព្រោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូនមានឪពុកកូនកុំជាម្ចាស់បំណុលឡើយព្រោះធ្វើឲ្យកូនមានទុក្ខកូនកុំចូលចិត្តខ្ចីរបស់របរប្រើប្រាស់របស់គេផងដែរសម្ពុតក៏អាវអ្នកដតីកូនត្រូវចាត់ចែងត្រៀមរៀបចំឲ្យមានព្រមបើមិនមាននឹងមិនចាំបាច់ទេគឺមិនត្រូវប្រើប្រាស់នៅរបស់នោះឡើយព្រោះមេយាទល្អជាសម្បត្តិដ៏ប្រពៃយ៉ាងទៀតវិជ្ជាជាកំណប់ទ្រព្យជាប់នៅនឹងខ្លួនកូនបើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រាក់មិត្តឯការដែលចូលចិត្តសូមរឹតតែកុំណាស់ទៅទៀតការលួចរបស់អ្នកដទៃខុសទាំងច្បាប់ខុសទាំងសិលធម៌នាំឲ្យមានពីវេរាទៀតផងចូលកូនចាំទុកថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបានតែចំណេះវិជ្ជានៅជាប់ជាមួយនឹងខ្លួនកូនអ្នកណាក៏លួចយកទៅមិនបានដែរកូនមានឪពុកទៅរកគេឲ្យគេត្រេកអរនេះជាដំណើររបស់មនុស្សល្អកូនកុំទៅផ្ទះគេញឹកញាប់ពេកព្រោះគេអាចធុញទ្រាន់មិនចង់ទទួលរឿងនេះកូនអាចសង្កេតបានដោយខ្លួនឯងបើអ្នកណាមកផ្ទះយើងញយកូនក៏មិនពេញចិត្តដែរព្រោះដូច្នេះកូនមានឪពុកកុំទៅផ្ទះគេញឹកញាប់ពេកបើកូនទៅផ្ទះអ្នកដទៃកុំចូលបន្ទប់ដេករបស់គេវាតែគេអនុញ្ញាតកាលដែលចូលទៅហើយកុំរវីមរវាមរុះរើអ្វីឡើយហើយកូនមានតួនាទីសរសើរនៅអ្វីដែលកូនគួរសរសើរនាទីរបស់កូនក្នុងឋានៈជាភ្ញៀវមួយសម្ដែងការគោរពដល់បុគ្គលជាធំដែលគួរគោរពពីរឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូច3ឲ្យការរីករាយដល់ម្ចាស់ផ្ទះឬម្ចាស់កន្លែងនោះដោយការពោលសរសើរត្រូវប្រយ័ត្នក្នុងការរិះគន់និន្ទានៅរឿងអ្វីមួយ
កូនចូលចាំថាភ្ញៀវល្អដូចជាផ្កាដែលគេចូលចិត្តកូនមានឪពុកការក្រែងចិត្តគឺជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំមុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលគេបានដឹងហើយគេនឹងជួយទំនុកបំរុងកូននៅក្នុងកិច្ចការដែលចាំបាច់ព្រោះនេះជាសុជីវធម៌សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃនេះឯងកូនមានឪពុកសាងមិត្តកុំសាងសត្រូវកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកណាឡើយកូនមានឪពុកការគ្រប់គ្រងចិត្តនាំមកនៅសេចក្តីសុខបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាចចូលកូនមានឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នើសកូនត្រូវជ្រើសយកល្អសគេមានជាប្រយោជន៍ហោចប្រកាន់ឆ្ពោះនិព្វានខុសប៉ុន្មានជាបាបប្រគ្រោះរបស់គេអភ័យទានជាទានដ៏ប្រសើរណាស់ចូលកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកអ្នកណាឡើយកូនកុំខឹងក្រោធដាក់អ្នកដទៃងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹកទៅអានជាភៅជាដើមចឹងទៅហើយកូនត្រូវតន្ទិញពាក្យថាឲ្យអភ័យកូនមានឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសប្បាយចិត្តនៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកឪសូមឲ្យកូនមានទឹកចិត្តល្អដល់សពសត្វទាំងឡាយព្រោះទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធដែលចាំបាច់នោះយើងគ្រប់គ្នាត្រូវបរិភោគចូលកូនរបស់ឪពុកម្ដាយចងចាំទុកនិងពិចារណាឲ្យយល់ឪពុកម្ដាយមានតែចាស់ទៅនឹងនៅចិញ្ចឹមកូនរហូតមិនបានឡើយកូនត្រូវរកវិជ្ជាជួយខ្លួនឯងបើកូនបានសុខឪពុកម្ដាយសប្បាយចិត្តបិទភ្នែកចាក់លោកទៅក៏បានស្ងប់ពុកនឹងម៉ែតែប៉ុណ្ណេះចេះតែចាស់ប្រកបណាស់ច្បាស់ជាព្រាត់ខាត់មិនបានកូនត្រូវខំនាំវិជ្ជាមកដាក់ប្រាណទៅកូនបានទីពំនឹងពឹងអាស្រ័យកូនចាំថាមនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូតចូលកូនអប់រំចិត្តឲ្យចេះព្រមទទួលនៅសេចក្តីពិតការពិតនៃជីវិតកូនមិនចាំបាច់ចង់ឲ្យអ្វីនៅដដែលនោះទេព្រោះវាមិនបានដូចចង់ឡើយហើយកាលដែលមិនបានដូចចង់កូនត្រូវកើតទុក្ខដូច្នេះចូលកូនចាំទុកថាដរាបណាមនុស្សយើងនៅមិនទាន់ស្លាប់ទេដរាបនោះមនុស្សយើងនឹងបានជួបនៅរបស់ដែលប្រែប្រួលរហូតជានិច្ចនេះជាសេចក្តីពិតក្នុងដំណើរជីវិតបើកូនមិនទំនាស់នឹងការពិតទេកូននឹងចម្រើនទៅដោយសេចក្តីសុខកូនមានឪពុកបើកូនស្អប់គេខ្លាំងកូនក៏មានទុក្ខខ្លាំងដែរបើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរហើយបើកូនមិនស្អប់គេទេកូនក៏មិនមានទុក្ខហើយនេះជាសេចក្តីសុខក្នុងជីវិតកូនខ្លួនឯងការស្អប់គ្នានឹងគ្នាធ្វើឲ្យលោកនេះមានការបែកបាក់
ព្រោះវាជាការទំលាយគ្នានៅក្នុងលោកទាំងមូលចូលកូនកុំក្រោតកុំស្អប់គ្នាឡើយចូលកូនគិតថាក្រោតគឺល្ងងមោហោគឺឈួតមិនក្រោតល្អជាងនឹងបានជាមនុស្សដែលមិនល្ងងមិនឈួតបុរាណកូនធ្លាប់បានឮហើយថាបើឆ្កែខំកុំខំឆ្កែវិញហ្នឹងពាក្យរបស់ចាស់ចាស់មកនឹងឯងបើឆ្កែព្រុសយើងហើយយើងព្រុសតទៅវិញគឺបន្ថែមឆ្កែយើងនឹងមួយទៀតអញ្ចឹងកូនមេឪពុកត្រូវតែប្រឹងប្រែងឲ្យបានជាមនុស្សធំគឺធំដោយចិត្តបានអប់រំមិនជំពាក់វគ្គវិនជាមួយគ្នាក្នុងโลกនេះប្រព្រឹត្តទៅដើម្បីប៉ុណ្ណឹងទៅជែងធៀមទាអ្វីនោះទេជាមួយនឹងโลกនេះគឺកូនត្រូវប្រើប្រាស់នៅគុណធម៌ឲ្យបានជាម្លប់ហើយកូនត្រូវប្រតិបត្តិក្នុងដំណើរផ្លូវតាមព្រះសម្មាសម្ពុទ្ធក្នុងដំណើរដែលចេញចាកលោកនេះនឹងកូននឹងបានរួចផុតចាកទុក្ខកូនមេឪពុកមាសប្រាក់ដែលម៉ែឪរកមកឲ្យកូនសម្រាប់សិក្សារៀនសូត្រសូមឲ្យកូនចាយវាយ៉ាងប្រយ័ត្នកូនមិនត្រូវខ្ជិះខ្ជាយឡើយចេះញ៉ាំចេះប្រើចេះទុកដាក់ដូច្នេះកូនរមែងមិនលំបាកហើយតទៅកូននឹងអាចជួយអ្នកដទៃបានទៀតផងកូនចាំទុកទៀតថាគំនិតចាត់ទុកជាលេខ1ជំនួយចាត់ទុកជាឧបករណ៍ព្រះសម្មាសម្ពុទ្ធបានទូលមានទុកមកថាយើងខ្សែគប់មនុស្សយ៉ាងណាយើងក៏ជាមនុស្សយ៉ាងនោះដូចនិទានអំពីសត្វសេកមួយគូសេកមួយទៅនៅនឹងតាបោះហើយសត្វសេកមួយទៀតទៅនៅនឹងពួកចោរដូចតែឪធ្លាប់បាននិទានឲ្យកូនស្ដាប់ហើយគឺថាសេកមួយល្អសេកមួយអាក្រក់បើកូននឹងខ្សែគប់ជាមួយអ្នកណាត្រូវឲ្យប្រយ័ត្នប្រយែងកូនត្រូវតែគិតជានិច្ចថានឹងមិនយកតម្រាប់តាមមនុស្សអាក្រក់ឡើយប៉ុន្តែកូនត្រូវយល់ថាការដែលមិនខ្សែគប់ហ្នឹងណាមិនមែនប្រែមកថាស្អប់ទេកូននឹងរស់នៅក្នុងโลกនេះបានយ៉ាងមានសេចក្តីសុខទៅដោយមេត្តាឲ្យសេចក្តីស្រឡាញ់និងប្រាថ្នាល្អចំពោះមិត្តករុណាជួយមិត្តមិនសង្ឃឹមការតបស្នងមុទិតាត្រេកអរតាមនៅពេលដែលអ្នកដទៃបានសម្រេចឧបេក្ខាមានការសម្លឹងជាកណ្ដាលដោយស្មារតីនៅពេលជួយអ្វីគេមិនបានព្រោះសត្វលោករមែងប្រព្រឹត្តទៅតាមកម្មយ៉ាងទៀតកូនកុំញុះញង់ឲ្យគេតោះគ្នាជាដាច់ខាតត្រូវមានព្រហ្មវិហារដែលជាជំរួយ៉ាងប្រសើររបស់ចិត្តកូនមេឪពុកកូនសាកសង្កេតមើលនឹងបានឃើញថាសេចក្តីទុក្ខវានឹងមកជួបកូនដោយមិនបានដឹងខ្លួនជាមុនក៏មានដែរព្រោះដូច្នេះយើងត្រៀមប្រឈមមុខជាមួយនឹងសេចក្តីទុក្ខដោយប្រការណាគឺកូនត្រូវមានការសិក្សារៀនឲ្យបានស្គាល់នៅសេចក្តីទុក្ខក្នុងដំណើរជីវិតកាលបើសេចក្តីទុក្ខមកដល់ក៏ចេះកែខៃស្ថានភាពឲ្យបានល្អ
ហើយត្រូវគិតថាវានឹងកន្លងទៅរឿងសេចក្តីទុក្ខលំបាកស្ទើរស្លាប់ស្ទើររស់ខ្លះដែលកន្លងទៅហើយយើងអាចយកមកនិយាយសើចសប្បាយតាមក្រោយក៏បានដែរនេះជាការបញ្ជាក់ថាឥឡូវយើងមានសេចក្តីទុក្ខបែបណាក៏ដោយត្រូវតែអត់ធន់ត្រូវចាំថាបន្តិចក៏វាកន្លងទៅហើយជីវិតនិងពេលវេលាគឺមិនដែលចេះនៅនឹងរហូតនោះទេដូច្នេះរឿងទុក្ខលំបាកចង្អៀតចង្អល់តានតឹងយំសោកក្នុងពេលនេះក៏វាអាចคล้ายទៅជារឿងកំ pl ែងថ្ងៃក្រោយក៏បានដែរនៅពេលដែលកន្លងផុតទៅស្ថានភាពនៃជីវិតបែបនេះយើងត្រូវដឹងខ្លួនឲ្យតាន់ពេលវេលាហើយអាស្រ័យបរិបត្តិធម៌នឹងឯងដោះស្រាយកែប្រែស្ថានភាពបានគ្រប់រឿងទាំងអស់ត្រូវចាំថាវ័យនឹងកន្លងទៅកូនមេឪពុកត្រូវប្រាប់ខ្លួនឯងថាយើងកើតមកដើម្បីដោះស្រាយនៅសេចក្តីទុក្ខនឹងឯងមិនមែនកើតមកដើម្បីទុក្ខទាំងផ្លូវកាយផ្លូវចិត្តទៅនោះទេបើកូនធ្វើគ្រប់យ៉ាងដោយសុចរិតប្រាថ្នាល្អឲ្យដល់អ្នករតីហើយកូនក៏មិនមានអីត្រូវបន្ទោសខ្លួនឯងយ៉ាងទៀតកូនត្រូវនឹកដល់ព្រះពុទ្ធភាសិតដែលព្រះអង្គត្រាស់ថាការអស់ទៅនៃតណ្ហាឈ្នះអស់នៅទុក្ខទាំងពួងនេះជាផ្លូវដែលយើងត្រូវដើរចេញពីសេចក្តីទុក្ខមិនមានច្រកមិនមានផ្លូវដើម្បីដើរចេញនោះឡើយក្តីទុក្ខក្នុងចិត្តវាអាស្រ័យតណ្ហាត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះដូច្នេះគឺត្រូវសិក្សាឲ្យស្គាល់ការពិតក្នុងโลกនេះដែលប្រព្រឹត្តទៅជាធម្មតាធម៌អប់រំចិត្តចម្រើនបញ្ញាកុំឲ្យប្រឆាំងកុំឲ្យទាស់ជាមួយនឹងការពិតហ្នឹងហើយយើងមានផ្លូវគឺការរំលត់ទុក្ខដោយការលះបង់នៅតណ្ហានឹងឯងប្រគល់អ្វីៗឲ្យโลกនេះជាការដាក់ចុះនៅភារៈធ្ងន់អំពីក្បាលកូននឹងបានធូរស្រាលក្នុងដំណើរជីវិតត្រូវប្រតិបត្តិធម៌ឲ្យជាទីពឹងសម្រាប់ខ្លួនឯងត្រូវតែមានសមត្ថភាពគឺស្មារតីមានសម្បជញ្ញៈជួយខ្លួនឯងទៅសម្រេចទៅបានកូនមេឪពុកចំណង់ជាធម្មជាតិដែលកើតឡើងតាមគ្រាហើយចំណង់នឹងឯងដែលធ្វើឲ្យកូនកើតទុក្ខបើកូនចង់ច្រើនទៅកូនក៏មានទុក្ខច្រើនដែរបើកូនចង់តិចកូនក៏មានទុក្ខតិចបើកូនមិនចង់ទេក៏មិនមានសេចក្តីទុក្ខនឹងឯងប៉ុន្តែបើកូនចង់យ៉ាងត្រឹមត្រូវសេចក្តីចម្រើននឹងមានដល់កូនទៅវិញចង់ស្វែងរកការចេះដឹងមកដាក់ខ្លួនចង់កសាងខ្លួនឲ្យបានជាមនុស្សល្អគឺជាចំណង់យ៉ាងត្រឹមត្រូវប៉ុន្តែឪសូមផ្ដាំកូនត្រូវមានចិត្តត្រជាក់ហើយគិតឲ្យបានល្អមានចិត្តត្រជាក់បានឆ្លាតនៅខឹងក្រោតទៅល្ងងភាពងងឹតគ្របសង្កត់ចិត្តដោយការមួម៉ៅដោយកាហាយឬដោយលោកភៈទោសៈហ្នឹងធ្វើឲ្យកូនងងគិតខុសធ្វើខុសនិយាយខុសការចេះដឹងនៅក្នុងហេតុផលគឺជាការយល់ដ៏ត្រឹមត្រូវធ្វើឲ្យចិត្តនឹងឯងព្រមជាមួយនឹងការពិតហើយត្រជាក់ក្នុងចិត្ត
នៅពេលដែលកូនយល់ព្រមឬក៏សន្យាជាមួយនឹងអ្នកណាកូនត្រូវគិតឲ្យបានស្រួលបួលនេះជាចំណុចមួយទៀតក្នុងគុណធម៌សិលធម៌មេរយាទរបស់កូនកូនកុំចេះតែសន្យាគឺកុំរសេមរសាមកូនត្រូវឲ្យច្បាស់លាស់នៅក្នុងការងារសច្ចរិតហើយត្រូវប្រព្រឹត្តតាមសន្យាកូនកុំជាមនុស្សលេះលោះឡើយពាក្យសន្យាទុកដូចជាចវាយនាយដែលបង្ខំឲ្យយើងត្រូវតែធ្វើតាមនឹងបានកូនជាមនុស្សល្អបើកូនធ្វើខុសកូនត្រូវចេះសូមអភ័យទោសរួចហើយកូនត្រូវប្រឹងប្រែងកុំឲ្យខុសដដែលទៀតពិតមែនហើយថាកំហុសទុកជាគ្រូប៉ុន្តែកុំឲ្យខុសដដែលកូនចូលចាំថាការអនុគ្រោះដល់ក្រៃលែងជាទីបំផុតគឺការឲ្យអភ័យរីឯការដែលទទួលអ្វីអំពីអ្នកដទៃជាការទទួលដែលសមគួរជាទីបំផុតសម្រាប់នោះយើងគឺការទទួលធម្មទានដើម្បីយកមកបដិបត្តិឲ្យសម្រេចនៅព្រះធម៌ដែលបានសម្ដែងថាធម្មោហវេរកតិធម្មចារិណធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌នឹងឯងកើតមកជាមនុស្សគឺកូនត្រូវចេះកសាងសមត្ថភាពដែលមនុស្សជាសត្វដ៏វិសេសដែលអាចកសាងបានសេចក្តីអត់ធន់ចំពោះការសិក្សារកការចេះដឹងប្រសើរជាងសេចក្តីអត់ធន់នៅក្នុងភាពតល់ក្រលំបាកងងខ្លៅក្នុងរឿងសពគ្រប់កូនបឪចូលអត់ធន់និងប្រឹងប្រែងតស៊ូនៅក្នុងការសិក្សារៀនសូត្រខំរៀនឲ្យបានចេះដឹងអ្វីផ្សេងនៅជុំវិញជីវិតហើយនាំយកការចេះដឹងនឹងមកប្រកបការងារដើម្បីកុំឲ្យជួបប្រទះនៅភាពក្រីក្រលំបាកនិងដែលជាការសំខាន់ណាស់ទៅទៀតនោះគឺកូនអាចជួយអ្នកដទៃបានទៀតផងជារង្វាន់ដល់កូនត្រូវសប្បាយចិត្តនៅពេលដែលនឹករលឹកឃើញថាកូនមានសមត្ថភាពអាចជួយដល់អ្នកដទៃបានកូនមេឪពុកចំណេះចេះដឹងមានប្រយោជន៍ណាស់ត្រូវខំប្រឹងប្រែងស្វែងរកយកមកដាក់ខ្លួនវិធីដែលនឹងធ្វើឲ្យកូនបានជាមនុស្សឆ្លាតនិងមានការចេះដឹងសពគ្រប់នោះមិនជាលំបាកពេកឡើយគឺគ្រាន់តែកូនអានសិភៅរាល់ថ្ងៃហើយនៅពេលដែលអាននោះកូនត្រូវមានចិត្តតាំងមាំផងសមាធិទទួលយកសេចក្តីនឹងចងចាំទុកការអានសិភៅជាអង្គប្រកបមួយខាងក្រៅហើយនៅមានអង្គប្រកបមួយទៀតជាខាងក្នុងគឺយោនិសោមនសិកាបានដល់ការពូកែគិតនៅក្នុងហេតុផលអង្គប្រកបទាំងពីរនេះគឺមួយខាងក្រៅបរតោខោសៈដែលល្អនិងមួយទៀតគឺយោនិសោមនសិកាតែពូកែគិតក្នុងហេតុផលហ្នឹងទាំងពីរហ្នឹងនាំឲ្យបាននៅសម្មាទិដ្ឋិនាំផ្លូវត្រូវដល់កូនមិនភ័យខ្លាចវង្វេងផ្លូវឬក៏ខុសផ្លូវទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងសម្មាទិដ្ឋិបុរេជីវាំងសម្មាទិដ្ឋិលោកយៈវិបស្សនានាំផ្លូវចូលទៅដល់សេចក្តីសម្រេចនៅលោកកតរៈធัวហើយរួចផុតចាកទុក្ខចំណេះដឹងមានប្រយោជន៍អញ្ចឹងចូលកូនចាំទុកថាសេចក្តីទុក្ខនោះឯងវាខ្លាចស្នាមញញឹមណាស់កូនគ្រាន់តែញញឹមតែបន្តិចប៉ុណ្ណោះសេចក្តីទុក្ខក៏គេចខ្លួនបាត់ទៅ
phong đá ta côn đăng thế thà sự đây tục nú về châu chật ở vậy cứ sự đây tục châu chật nú ná đây sầm lăng mơ lột ní không phai giả cọ được này côn trời chơi sầm lăng mơ lột ní không phai lọ bằng phật không lốt cứ cà bịch chỉ cái đây bịch miền ruột ngăn và xa lờ ruột chẳng buồn còn ọp rung bạch nhà ta tu đăng cà bích cứ câu nâng chùm ra ta đòi bày tệ bà mọi chuyện nông chất đây cà bích miền khúc bê về lì mình lùm bạ từ xa vài người rốt vì tì ná rứ có nẹ đợt tây nà tê được chứ này con có sầm bô sẽ đây sọc tam rỉ dẹ đây con bàn khép vô cái ruột này sẽ đây bích vì chỉ vật group bê về lìa thằng bê về lìa mình lập nơi nghiêm lại là còn ở cái đôi kia đây còn mình chụp cạp chia diêm ở sau rồi bà con chụp chia diêm bê ná chỉ vật con cái đôi chỉ slap bê nụ đài priệp đôi chia nê lì ca để ọt mò về rồi mình ngọt cứ chụp đài ở chân thì cho nên con ấy còn slap chẳng rùa chia diêm cứ thà nằm ở bàn ruồi pi sẽ cái đây tục vì dễ là tục cầm mặt chế tệ và phật thời ca con mẹ bọc bà con rong chăm vậy mũi con trừ miên chất thì chia chỉ pro cả đây con trừ chia mình nút chế ọt thôn chỉ cun là thua bao mình nút rong chăm bàn đòi mình ẩn tia xa rồi chăm phượng stop ấy chẳng mùi nở ti ấy nâng cứ mình bê về lia ấy từ nà tế dân có ai kích lọ kích ở bàn sọc nòng bê rong chăm nâng đá bê về lia trao tiết ná để dân mình bàn kích thấy bằng phai bê về lia nâng tới đời cũng nứt mình lọ đời kích ca nghe mình lọ đi chứ nè rồi chơi rong chăm làm bây sự vật tập hiệp